អ៊ីរ៉ង់ការពីថ្ងៃសៅរ៍បានប្រមានវាយប្រហារលើផលប្រយោជន៍របស់បណ្ដាប្រទេសនៅក្នុងតំបន់ដែលជួយសហរដ្ឋអាមេរិកលើអ្វីដែលខ្លួនហៅថាសង្គ្រាមសេដ្ឋកិច្ចប្រឆាំងនឹងទីក្រុងតេអ៊ីរ៉ង់ដែលសម្ដៅលើទណ្ឌកម្មសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបើតាមអាណាឌូលូលោក Mohsen Rizai អគ្គលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់បានថ្លែងដូចនេះនៅក្នុងកម្មវិធីមួយដែលផ្សាយតាមទូរទស្សន៍រដ្ឋរបស់អ៊ីរ៉ង់ដោយសម្ដៅលើគោលនយោបាយដាក់សម្ពាធសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់លោក Rizai បានមានប្រសាសន៍ថាយើងសូមប្រាប់ទៅកាន់ប្រទេសជិតខាងទាំងអស់កុំឲ្យចូលរួមជាមួយអាមេរិកក្នុងសង្គ្រាមសេដ្ឋកិច្ចនេះបើមិនដូច្នេះទេយើងនឹងចាត់ទុកពួកគេជាសត្រូវយើងមិនមានបំណងពង្រីកសង្គ្រាមនោះទេប៉ុន្តែប្រសិនបើប្រទេសនានាជុំវិញអ៊ីរ៉ង់សហការជាមួយអាមេរិកនៅក្នុងសង្គ្រាមសេដ្ឋកិច្ចយើងនឹងវាយប្រហារលើផលប្រយោជន៍របស់ពួកគេលោក Rizai បានបញ្ជាក់ថាប្រសិនបើប្រទេសនានាជុំវិញអ៊ីរ៉ង់គាំទ្រសហរដ្ឋអាមេរិកនៅក្នុងសង្គ្រាមសេដ្ឋកិច្ចពួកគេនឹងប្រឈមចំពោះការបិទឈូងសមុទ្រពាក់ដូចគ្នានឹងច្រកសមុទ្រ Hormuz ដែរហើយនឹងមិនអនុញ្ញាតឲ្យប្រេងសំបីតែមួយដំណក់ឆ្លងកាត់តំបន់នោះឡើយមន្ត្រីអ៊ីរ៉ង់រូបនេះក៏បានប្រឡយពាក្យសម្ដីផងដែរថាបំណងប្រាថ្នាក្នុងការទទួលបានអាវុធនុយក្លេអ៊ែរបានកើនឡើងនៅទូទាំងពិភពលោកដោយសារតែគោលនយោបាយមិនគិតគូរពីផលវិបាករបស់ប្រធានាធិបតីអាមេរិកលោក Donald Trump អ៊ីស្រាអែលកាលពីថ្ងៃសៅរ៍បានបើកការវាយប្រហារថ្មីមួយទៀតនៅក្នុងប្រទេសស៊ីរីក្រោយមានការរិះគន់ពីសហរដ្ឋអាមេរិកក្រៅពីនេះអ៊ីស្រាអែលបានរិះគន់យ៉ាងខ្លាំងទៅលើលោក Tom Barrack ដែលជាបេសកជនសហរដ្ឋអាមេរិកចំពោះការរិះគន់ចំពោះការវាយប្រហារមុននេះទៅលើមូលដ្ឋានទ័ពអាកាសមួយនៅភាគពាយ័ព្យដែលអ៊ីស្រាអែលចោទប្រកាន់ថាប្រទេសទូគីយេមានបំណងប្រើប្រាស់មូលដ្ឋាននេះកាលពីថ្ងៃអង្គារលោក Tom Barrack បេសកជនសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការស៊ីរីបានរិះគន់យ៉ាងខ្លាំងចំពោះការវាយប្រហាររបស់អ៊ីស្រាអែលទៅលើមូលដ្ឋានទ័ពអាកាសយោធាដែលលែងប្រើប្រាស់នោះដោយចាត់ទុកថាវាជាការបង្កើនភាពតានតឹងដែលមិនចាំបាច់និងមិនជួយលើកកម្ពស់ស្ថិរភាពនៅក្នុងតំបន់ឡើយលោក Barrack បានលើកឡើងថាការវាយប្រហារនោះអាចមានបំណងបង្កជម្លោះជាមួយប្រទេសទូគីយេដែលជំរុញឲ្យរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Israel Katz ធ្វើការឆ្លើយតបវិញនៅថ្ងៃសៅរ៍ដោយហៅការលើកឡើងទាំងនោះថាពោពេញទៅដោយភាពមិនត្រឹមត្រូវបើតាម CNA ចាប់តាំងពីការដួលរលំនៃរបបមេដឹកនាំដ៏យូរអង្វែងរបស់លោក Bashar al-Assad កាលពីខែធ្នូឆ្នាំ2024អ៊ីស្រាអែលបានបើកការវាយប្រហាររាប់រយលើកនៅក្នុងប្រទេសស៊ីរីនិងបានបញ្ជូនកងទ័ពចូលទៅក្នុងតំបន់ទ្រនាប់ឬក៏ Buffer Zone ដែលស្ថិតនៅក្នុងការល្បាតរបស់អង្គការសហប្រជាជាតិដែលតំបន់នេះធ្លាប់បានបំបែកកងកម្លាំងអ៊ីស្រាអែលនិងស៊ីរីនៅតំបន់ខ្ពង់រាប Golan អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Israel Katz បានសរសេរនៅលើបណ្ដាញសង្គម X កាលពីថ្ងៃសៅរ៍ថាអ៊ីស្រាអែលបានបញ្ជូនព័ត៌មានសម្ងាត់ផ្នែកស៊ើបការទៅកាន់ភាគីដែលមានសិទ្ធិអំណាចនៅក្នុងសហរដ្ឋអាមេរិកមុនពេលធ្វើការវាយប្រហារកាលពីថ្ងៃអង្គារលោកបានបន្ថែមថាការលើកឡើងរបស់លោក Barrack គឺពោពេញទៅដោយភាពមិនត្រឹមត្រូវនិងមានចំហផ្ទុយពីគោលចំហរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ផ្ទាល់ដែលពាក់ព័ន្ធនឹងតំបន់ខ្ពង់រាប Golan